សួស្តីសភាពនារីជាទីស្រឡាញ់បងប្អូនកន្លងទាំងអស់គ្នាថ្ងៃនេះគេងនោះហើយនឹកឃើញរឿងចង់ចេញคลิปវីដេអូមួយណាកាលពីខ្ញុំនៅក្មេងខ្ញុំតែងតែមានអារម្មណ៍អន់ចិត្តមានអារម្មណ៍ខឹងនឹងជីវិតខ្លួនឯងមានអារម្មណ៍តូចចិត្តមានអារម្មណ៍សោកសៅថាហេតុអីជីវិតយើងអត់អាលូនដូចគេអត់ធូរធារដូចគេហេតុអីក៏យើងក្រហេតុអីជីវិតនេះជួបតែបញ្ហាជួបមានតែរឿងមានអារម្មណ៍ថាបាក់ទឹកចិត្តមានអារម្មណ៍ថាហេតុអីម៉ែអត់បងប្អូនខ្ញុំ10នាក់ណាម៉ែអត់មានដូចគេជួយកូនឲ្យមានដូចគេមានទេអញ្ចឹងបើមានបងប្អូនសភាពនារីកូនក្មួយទាំងអស់កំពុងគិតអញ្ចឹងបងឲ្យពីមេរៀនទៅអូខេដោយសារទាំងអស់នេះដូចជាមេរៀនដែលបងបានឆ្លងហើយណាវានៅជាប់ក្នុង memory no limit របស់បងនៅឡើយអញ្ចឹងថ្ងៃនេះបងចាយចាយអូនណាបងមើលទុកសោករបស់បងណាមើលរឿងរ៉ាវបញ្ហារបស់កូនក្មួយណាថារឿងរ៉ាវបញ្ហាទុកសោកនេះយើងអ្នកបង្កើតខ្លួនឯងឬមួយក៏គេអ្នកយកមកឲ្យយើងអាការប្រៀបធៀបថាខំប្រឹងធ្វើបុណ្យដែរចង់តែជីវិតអត់ដូចគេបុណ្យក៏ក្រហុចមិនទៅជប់ធ្វើបុណ្យលើហើយមានទេអានឹងខ្ញុំធ្លាប់ឆ្លងខ្ញុំមានខ្ញុំទាំងនិយាយគិតហើយតែងតែបញ្ចេញសលេងនិយាយចឹងទៀតណាអញ្ចឹងថ្ងៃនេះបងខ្ញុំជាមេរៀនជីវិតដែលធ្លាប់ជួបផ្ទាល់មកសូមចែករំលែកទៅកូនក្មួយទាំងអស់ថាបញ្ហាទាំងអស់នេះគឺយើងជាអ្នកបង្កើតខ្លួនឯងទី1អញ្ចឹងយើងឆែកមើលខ្លួនឯងថាយើងជាមនុស្សពោពេញទៅដោយគិតរឿងអវិជ្ជមាននេះហ៎ណាអញ្ចឹងអត់មានទុកសោកផលលំបាកនេះឬមកក៏បញ្ហានេះយើងអ្នកគេយកមកឲ្យយើងឬមកក៏យើងបង្កើតខ្លួនឯងអានេះសិតតែជាបញ្ហាសិតតែជាទុកសោកដែលយើងត្រូវតែដោះស្រាយអញ្ចឹងទាំងអស់នេះគឺយើងអ្នកបង្កើតខ្លួនឯងយើងគិតរឿងអវិជ្ជមានណាច្រើនយើងមានការប្រៀបធៀបច្រើនណាហើយទី1រឿងខ្លះហេតុការណ៍ខ្លះអត់ទាន់កើតមកដល់ទេប៉ុន្តែយើងគិតមុនហើយអានេះកូនក្មួយតែងតែគិតចឹងមែនអានឹងជាផ្លូវខុសណាបញ្ហាអីក៏ដោយរឿងអីក៏ដោយតាមពិតយើងទេជាអ្នកបង្កើតចឹងយើងត្រូវរកឫសគល់រងាប់បញ្ហាឬគល់ដោះស្រាយបញ្ហានឹងមួយព្រោះពុទ្ធទីចំណេះដឹងដោះស្រាយនៅទុកសោកថាយើងបងទទួលស្គាល់ការពិតថាធម្មជាតិហ្នឹងទុកសោកនឹងយើងអ្នកគិតខ្លួនឯងហីបញ្ហានឹងយើងអ្នកនាំមកខ្លួនឯងហីយើងជាមនុស្សលោភលន់មែនឬមកក៏យើងជាមនុស្សដែលសម្បូរបញ្ហាមែនឬមកក៏យើងជាមនុស្សគិតតែអវិជ្ជមានមែនឬមកក៏យើងជាមនុស្សកាត់ជំងឺតួឯងមែនមានតែអញអានឹងហួងហៃអានឹងបោះអញអត់បានមកអញនឹងទុកសោកអត់បានអញត្រូវតែមានអញត្រូវតែបានអត់បានអត់មានអញត្រូវតែទុកសោកមែនអានេះហើយយើងត្រូវរកពុទ្ធិរងាប់ទុកណាទុកយើងកើតមកដោយសារអញ្ចឹងមែនអញ្ចឹងបើសិនជាទុកយើងកើតដោយសារអញ្ចឹងផាឡាសុំផ្ដាំទៅកូនក្មួយទាំងអស់គ្នាអញ្ចឹងយើងឆែកខ្លួនឯងមិនមែនគេនាំមកឲ្យយើងទេអញ្ចឹងយើងដកខ្លួនចាញ់គិតរឿងវិជ្ជមានឲ្យច្រើនណារកចំណេះដឹងថែមណាហើយយើងពង្រឹងចំណេះជំនាញយើងអាហ្នឹងអត់មានទុកទេហើយយើងត្រូវទទួលស្គាល់ច្បាប់ធម្មជាតិណាថាអត់មានអីសំប្រាថ្នាយើងទាំងអស់ទេវាអត់មានអីដែលយើងគិតឲ្យបានសម្រេចទាំងអស់ទេណាអញ្ចឹងយើងទទួលស្គាល់ការពិតនៃទុកនៃបញ្ហាហ្នឹងយើងលែងមានទេទី1ទី2ណាគេនាំបញ្ហាឲ្យយើងគេនាំទុកឲ្យយើងមិនមែនជាយើងអ្នកបង្កើតអាហ្នឹងសំខាន់ណាតែយើងអនុញ្ញាតឲ្យគេយកបញ្ហាមកនាំមកយើងអត់ទេតែយើងអនុញ្ញាតឲ្យគេមកនាំយើងមានទុកអត់ទេអញ្ចឹងយើងទៀតជាអ្នកជ្រើសរើសអញ្ចឹងគេទេបើសិនជាគេមកនាំបញ្ហានាំទុកឲ្យយើងបដិសេធយើងកុំយកយើងឲ្យគេទៅវិញឲ្យគេទទួលយកចុះអញ្ចឹងយើងជាមនុស្សដែលគិតវិជ្ជមានអញ្ចឹងយើងគ្រាន់តែចេញមកសម្ដីសម្ដៅនឹងកាយវិការមនុស្សដែលមកនិយាយប៉ះផ្លូវចិត្តយើងមកនិយាយចង់ខ្សែគប់យើងដឹងថាមនុស្សនោះនាំបញ្ហាយើងឬមនុស្សនោះសម្បូររឿងអវិជ្ជមាននៅចិត្តគាត់មានតែរឿងមិនល្អមានតែរឿងសោកសៅមែនទេបើមែនយើងទទួលស្គាល់ការពិតថាយើងមិនអនុញ្ញាតឲ្យមនុស្សនោះមកចិត្តខ្លួនយើងទេហើយយើងក៏អត់ខ្សែគប់ដែរអញ្ចឹងទុករបស់មនុស្សមានតែពីរនឹងទេយើងសង្កេតយើងសម្លឹងយើងពិចារណាហើយបានយើងនិយាយថាមនុស្សហ្នឹងគាត់តែញឹមដាក់គាត់ថាស្គាល់គ្នាជាធម្មតាបានតែមិនអាចខ្សែគប់មិនអាចយកចូលក្នុងជីវិតបានទេដោយសារគាត់ជាមនុស្សដែលត្រូវតែនាំទុកមកឲ្យយើងហើយ